មានចេកមានម្ទេសឈីលីនេះជាអាហារពេលព្រឹកយើងហើយនំបញ្ចុកនេះមាននំបញ្ចុកនេះគឺផ្លែខ្នុរផ្លែនេះឆ្ងាញ់មែនតើខ្នុរណាំងតែឆ្ងាញ់មែនតើនេះគឺផ្លែរបស់វាទៀតពីរផ្លែទៀតហើយនេះគឺផ្លែចេកណាំវ៉ាផ្លែច្រើនគួរសមដែរហើយជាអាច10ស្និតដែរនេះចេកមួយទៀតគឺចង់មកដើមហើយជាយ៉ាងទូចអានេះគឺទុំខ្លះអានេះគឺចេកចេកវងអានេះប្រហែលជាអាចចង់10ស្និតខាងនោះគឺចេកដែរចេកវងដែរអាច10ស្និតដែរហើយខាងនេះគឺតាពាំងយើងកាប់ច្រើនដែរហើយក៏ប៉ុន្តែឥឡូវវានៅលូតមកប្រហែលជា1នេះមួយទៀត2នេះ2 3ទៀតនេះមួយទៀតនៃតម្កាត់នេះថ្មីទៀតគឺច្រើនដែរអញ្ចឹងគឺលូតលាស់មកច្រើនតាពាំងនេះគឺដើមក្រូចថ្លុងដែលនៅចិត្តដើមតាពាំងនេះគឺផ្លែរបស់វាអូជូរច្រើនផ្លែក្រូចថ្លុងនេះក្រូចថ្លុងដូចជាយើងរកមើលវាអូនេះមួយទៀតក្នុងកោស្លឹកគ្រៃស្រួយវ៉ាវ